សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ admin ថ្ងៃនេះ admin មកបន្តសាច់រឿង Face Shows You ភាគទី2បន្តទៀតដែលកាលពីភាគមុនយើងដឹងថាតួប្រុសរបស់យើងដែលមានឈ្មោះថាលូហួយបានរៀបការជាមួយស៊ីនមីក្នុងគោលបំណងថែរក្សាជីវិតរបស់ខ្លួនតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកបន្តតាមដានសាច់រឿងជាមួយ admin តែម្ដងទៅបន្ទាប់ពីលោកម្ចាស់សងបានចូលទៅក្នុងគុកគេនៅតែសួរបញ្ជាក់ទៅកាន់លីហួយទោះបីជាសារក្រមបញ្ជាក់ថ្ងៃបហាជីវិតរួចរាល់ក៏ដោយគាត់នៅតែចង់សួរទៅកាន់លីហួយថាគេនឹងមានភាពសោកស្ដាយឬក៏ចង់ប្តឹងឧទ្ធរអីអត់តែលីហួយបានឆ្លើយយ៉ាងដាច់អហង្ការថាទេតែម្ដងទើបសាច់រឿងបង្ហាញអំពីតួស្រីរបស់យើងវិញម្ដងត្បូងនឹងគិតថារៀបការជាមួយនឹងអ្នកតូចដែលចិត្តនឹងស្លាប់ហើយផ្ដល់សំណងឲ្យគ្រួសារគាត់តែមិននឹកស្មាននោះទេថាព្រះអង្គម្ចាស់លូនឹងអត់មានគ្រួសារម្យ៉ាងវិញទៀតនៅពេលដែលនាងបានទៅដល់ផ្ទះរបស់គាត់វាមានសភាពសាមញ្ញខ្លាំងមែនទែនហាក់បីដូចជារឿងមួយនេះមានអត្ថកម្បាំងអញ្ចឹងហើយប្រសិនបើគេប្រព្រឹត្តអំពើអាក្រក់បែបនេះតើលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នោះវាទៅណាទៅលោកតាស៊ុនក៏បាននិយាយអំពីទង្វើល្អរបស់ព្រះអង្គម្ចាស់លូដែលគ្រប់គ្រងនៅស្រុកវ័យរបស់គេនឹងរយៈពេល 5-6 ឆ្នាំហើយមិនដែលមានរឿងគៀបសង្កត់ទៅលើប្រជាជនឬជនស៊ីវិលស្លូតត្រង់អីនោះទេតែបែរជាពេលនោះគាត់ពង្វែងប្រព្រឹត្តអំពើអាក្រក់បែបនេះដែលបណ្ដាលឲ្យមានទោសធ្ងន់ធ្ងរឃើញថាស៊ីនមីហាក់បីដូចជាចង់ស៊ើបអំពីរឿងនេះលោកតាស៊ុនក៏បាននិយាយបន្ថែមទៀតព្រោះនាងគឺជាមនុស្សដែលនៅក្នុងបរិអមតៈមិនអាចជ្រៀតជ្រែកជាមួយនឹងរឿងពិភពលោកបាននោះទេខ្លាចមានបញ្ហាដល់ខ្លួននាងផ្ទាល់អីអញ្ចឹងណាស៊ីនមីនឹងដឹងច្បាស់អំពីរឿងមួយនេះដូចគ្នាតែនាងនៅតែមិនអស់ចិនតែរឿងបានបង្ហាញអំពីលោកម្ចាស់សងវិញម្ដងគាត់មិនយល់អំពីចិត្តរបស់ព្រះអង្គម្ចាស់លូនោះឡើយមិនបានជាគាត់ទទូចឲ្យព្រះអង្គម្ចាស់លៀងចូលរួមប្រសិនបើគាត់នឹងសរសេរតែលិខិតសារភាពកំហុសទោះកាត់ក្បាលវាក៏ប្រសើរជាងចាក់ចំនួន 1000 កំបិតដែរចំណុចរបស់លោកសុងក៏បានសរសើរអំពីទឹកចិត្តដល់ប្រពៃរបស់លោកសុងមានចំពោះលូហួយខ្លាំងមែនទែនដែលបន្តឲ្យសភៅគ្រួសាររបស់លូហួយព្រមទាំងរៀបរាប់អំពីជីវប្រវត្តិរហូតដល់គេនឹងបានបម្រើការងារនៅក្នុងស្រុកវ័យគេគ្មានគ្រួសារម្ដាយឪពុកបងប្អូនអីនោះទេតែពេលថ្មីនេះគេបានរៀបការជាមួយនឹងកូនក្រមុំអ្នកស្រុកវ័យដែលមានតកោស៊ីនតែរឿងជាបន្តក៏បានបង្ហាញអំពីហាមួយកន្លែងដែលស៊ីនមីនឹងបានចូលទៅត្រប់ពេលនោះក៏មានអ្នករៀនសូត្រពី2នាក់នឹងនិយាយអំពីរឿងរបស់លូហួយដោយចោទប្រកាន់ថាគេនឹងគឺជាមនុស្សអាក្រក់ស័ក្តិសមនឹងស្លាប់អីអញ្ចឹងណាពួកឲ្យស៊ីនមីយើងខឹងយ៉ាងខ្លាំងព្រោះរឿងមួយនេះមានការសង្ស័យច្រើនណាស់បញ្ញាផាអ្នកបម្រើឲ្យគិតលុយដែលបំរុងនឹងចាក់ចេញពីទីនោះរំពេចនោះសពតែមានអ្នករៀនសូត្រម្នាក់ដែលមានឈ្មោះថាខាងយូគេចេញមកថាឲ្យអ្នករៀនសូត្រដទៃទៀតដែលមានខួរក្បាលមិនបានគិតពិចារណាដែលរឿងមួយនេះក៏គ្មានការស៊ើបអង្កេតច្បាស់លាស់ដែលបញ្ជាក់បានថាលូហួយនឹងប្រព្រឹត្តអំពើបែបនេះដែរអ្នករៀនសូត្រអស់ទាំងនោះបែរជាមកស្ដីឲ្យខាងយូវិញថាគេនឹងគាំទ្រមន្ត្រីពុករលួយធ្វើឲ្យខាងយូគេពិតជាខឹងយ៉ាងខ្លាំងនិយាយថាលូហួយមិនមែនជាមន្ត្រីពុករលួយនោះឡើយមើលតែគ្រោះទឹកចំនួនទៅប្រសិនបើគាត់នឹងគឺជាមន្ត្រីដែលប្រព្រឹត្តតែបទអក្រក់បែបនេះមិននឹងអាចជួយប្រជាជនឲ្យមានភាពធូរស្រាលនៅក្នុងស្រុកវ័យបែបនេះនិយាយរួចគេក៏បានដើរចាក់ចេញទៅដែលធ្វើឲ្យនិស្សិតផ្សេងទៀតពិតជាខឹងជាមួយគេយ៉ាងខ្លាំងចំណែកឯសិនមីការដែលបានឃើញទង្វើរបស់និស្សិតម្នាក់នោះហើយនឹងពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចង់សួរគេអំពីរឿងអ្វីបន្ថែមទៀតរវល់តែឲ្យប្រាក់ថ្លៃកាទៀវចេញមកខាងក្រៅស្រាប់តែបាត់គេឆឹងធ្វើឲ្យនាងនឹងពិតជាសោកស្ដាយយ៉ាងខ្លាំងលុះត្រឡប់ទៅវិញក៏ឃើញមានពួកមន្ត្រីនឹងនៅចាំមុខផ្ទះរបស់នាងរួចជាស្រេចគេនាំយកដំណឹងប្រហារជីវិតរបស់លូហួយមកប្រាប់នាងយោងទៅតាមច្បាប់គេអនុញ្ញាតឲ្យសាច់ញាតិនឹងចូលទៅជួបមុខនឹងនិយាយពាក្យចុងក្រោយជាមួយអ្នកតោតែក៏មានពេលវេលាកំណត់ព្រោះថ្ងៃស្អែកនឹងគឺជាថ្ងៃប្រហារជីវិតហើយទីនមីក៏ទៅគុកនិយាយលាគ្នាជាមួយលូហួយជាលើកចុងក្រោយបងលូហួយនឹងគេពិតជាឆ្ងល់យ៉ាងខ្លាំងឃើញនាងចាក់ចេញទៅហើយមិននៅទីនេះអញ្ចឹងទើបនាងនិយាយបកស្រាយថាមិនទាន់ធ្វើរឿងដែលលោកគ្រូរបស់នាងបានដាក់ឲ្យនឹងចាប់នោះទេដែលបន្តនិយាយអំពីរឿងដែលនាងទៅផ្ទះរបស់គេយកផ្កាមួយនេះមកតែជួបជាមួយនឹងក្មេងអ្នកសុំទាន2នាក់តើគេនឹងចង់ឲ្យនាងដេញចេញដែរឬក៏អត់ហើយផ្កាមួយនេះវាមានឈ្មោះអ្វីដែរទៅលូហួយក៏ប្រាប់អំពីឈ្មោះផ្កានឹងមិនចាំបាច់ឲ្យនាងធ្វើអ្វីទាំងអស់ព្រោះគេបានជួបផ្ទះមួយនោះបន្តិចទៀតម្ចាស់ផ្ទះនឹងមកយកវាជាមិនខានទីនមីក៏រៀបចំសម្លៀកបំពាក់ស្អាតមួយសម្រាប់គេលាក់បញ្ចុះនៅពេលស្លាប់តាមទំនៀមទម្លាប់ដែលនាងដឹងអំពីអ្នកភូមិរបស់គេបាននិយាយថានៅពេលដែលអ្នកស្លាប់បានស្លៀកសម្លៀកបំពាក់ល្អពួកគេមិនអាចចាប់ចិត្តជាសានហើយជីវិតក្រោយរបស់គេនឹងកាន់តែប្រសើរឡើងលូហួយសម្លឹងមើលសម្លៀកបំពាក់ដែលមិនអាចឃើញពណ៌មួយនោះហើយក៏និយាយឡើងថាគេមិនត្រូវការវានោះឡើយដោយទីបញ្ចប់នៃជីវិតរបស់គេនឹងនៅតែកំណើឆ្អឹងទោះស្លៀកពាក់អ្វីក៏វាដូចតែគ្នាដែរលីមនូឈូយីក៏បានយកអាហារចុងក្រោយរួមជាមួយនឹងស្រានឹងមកឲ្យលូហួយតែលូហួយគេអត់ត្រូវអាហារអស់ទាំងនោះទេព្រោះគេញ៉ាំក៏ដឹងរសជាតិគេយកតែស្រាប៉ុណ្ណោះធ្វើឲ្យស៊ីនមីនាងឆ្ងល់យ៉ាងខ្លាំងហើយអ្វីបានជាគេអត់ញ៉ាំអញ្ចឹងលូហួយក៏ឆ្លើយតបថាគេគ្មានអារម្មណ៍ញ៉ាំនោះឡើយទើបនាងនឹងដាច់ចិត្តសួរទៅកាន់គេតែគេពិតជារឹងភាពអយុត្តិធម៌មែនអត់អាចនិយាយមកប្រាប់នាងបានលូហួយក៏បាននិយាយអំពីរឿងប្រជារាស្ត្រទាំងអស់ដែលនិយាយជាប្រមាថទៅកាន់គេថាគេនឹងមានភាពលោភលន់បាត់បញ្ជាតុលាការក៏អនុម័តរួចរាល់ដោយគេត្រូវប្រហារជីវិតចាក់ចំនួន 1000 ក្បិតអីអញ្ចឹងទៅផតាំងចំនួន 100រួមជាមួយនឹងប្រជាជនទាំងអស់បានជ័យប្រមាថឲ្យប្តឹងមកកាន់គេមិនអាចរើខ្លួនបាននោះឡើយមិនបានជានាងនឹងគិតថាគេមិនមែនជាមនុស្សអាក្រក់ទៅវិញស៊ីនមីក៏និយាយអំពីអារម្មណ៍របស់ខ្លួនដែលជាអ្នកវឹកហាត់ជឿជាក់ថាគេមិនមែនជាមនុស្សបែបនេះឡើយជាធម្មតាមនុស្សដែលលោភលន់ពិតប្រាកដតែងតែចង់បានជំនួយអំពីអ្នកដទៃតែគេមិនដែលសូមជំនួយនោះឡើយថែមទាំងមានគំនិតចង់ស្លាប់ទៀតផងព្រោះឯនាងនឹងមិនអាចគិតនោះទេថាគេនឹងគឺជាមនុស្សអាក្រក់លុះហួយស្ដាប់ឮបែបនេះហើយក៏ភ្ញាក់ផ្អើលបន្តិចដែរតែគេពិតជាមិនចង់ឲ្យនាងខ្វាយខ្វល់អំពីរឿងរបស់ខ្លួននោះឡើយបានត្រឹមតែនិយាយបកទៅវិញថានាងទើបនឹងជួបគេពី3ថ្ងៃប៉ុណ្ណោះមិនអាចដឹងអំពីចិត្តរបស់គេបានទៅរួចក៏ផ្ដល់ដំបូន្មានបន្ថែមទៀតកុំឲ្យនាងនឹងជឿជាក់ទៅលើចិត្តមនុស្សខ្លាំងពេកព្រោះវានឹងមិនអាចមើលឃើញបានឡើយគួរតែគិតអំពីការវឹកហាត់របស់នាងឲ្យប្រុងប្រយ័ត្នទៅលើបែបនេះស៊ីនមីនាងក៏មិនអាចជួយអ្វីបាននោះដែរតែរឿងជាបន្តក៏បានបង្ហាញអំពីវិមានស៊ីនសៀនៅលើភ្នំក្នុងបរិអមតៈមាននារីម្នាក់កំពុងអង្គុយវឹកហាត់យ៉ាងស្មឹងស្មាញខ្លាំងមែនទែនលៀមនោះ
កូនបក្សីដែលសៀនមីផ្ដាំពីឲ្យមកនឹងគេក៏បានមកដល់តែបែរតែនារីម្នាក់នោះប្រាដៃរបស់គេវាតែធ្វើឲ្យកូនបក្សីរបួសទៅហើយនារីម្នាក់នេះក៏ជាតួឯកនៅក្នុងរឿងរបស់យើងដែលមានឈ្មោះថាអាសឹងនាងសៀនមីស្រឡាញ់គ្នាខ្លាំងមែនទែនប្រៀបដូចជាបងប្អូនអញ្ចឹងរួចកូនបក្សីមួយនោះក៏បាននិយាយប្រាប់ឲ្យគេនឹងស្ដាប់បង្គាប់រក្សាអរិយាប័ត្រឲ្យល្អនៅជាមួយនឹងលោកគ្រូនោះនឹងគ្មានបញ្ហាអ្វីនោះឡើយរងចាំតែនាងនឹងត្រឡប់មកវិញតែរឿងជាបន្តក៏បានបង្ហាញអំពីសម្លេងដ៏ក្រលួយរបស់ម្ចាស់ផ្ទះសំណាក់មានឈ្មោះថាជំទាវផ្កាកំពុងតែច្រៀងសម្លេងសេះបានបញ្ជាក់ប្រាប់ថានេះទទួលបានភ្ញៀវមួយទៀតហើយភ្ញៀវម្នាក់នោះគឺជាសៀនមីនឹងឯងចូលទៅខាងក្នុងសាប់តែឃើញមានអ្នកបម្រើជាមួយនឹងមនុស្សម្នាក់បានផឹកស្វឹងដេកនៅនឹងតុបាត់ទៅហើយនាងចង់ហៅទៅកាន់អ្នកបម្រើតែអ្នកបម្រើម្នាក់នោះកុំឲ្យនាងមាត់លឺពេកហើយចង់ឲ្យនាងចាក់ចេញទៅភ្លាមពួកឯនាងនឹងពិតជាឆ្ងល់យ៉ាងខ្លាំងមិនបានជាអ្នកបម្រើនៅក្នុងផ្ទះនេះចង់ឲ្យនាងចេញអញ្ចឹងនាងរៀបនឹងចេញទៅហើយសាប់តែទ្វារត្រូវបានបិទចាំឲ្យស្រីនឹងក៏ចុះមកខាងក្រោមសួរនាងថាចង់ទៅណាទៅមេឃនៅខាងក្រៅចិត្តភ្លៀងហើយឬមួយក៏ផ្ទះសំណាក់របស់ខ្លួននឹងមិនត្រូវស្តង់ដាររបស់នាងទិនមីនាងមានអារម្មណ៍មិនស្រួលជាមួយនឹងរឿងមួយនេះឡើយព្យាយាមរកលេសថាទៅមើលសេះបន្តិចតែត្រូវបានម្ចាស់ផ្ទះសំណាក់នឹងនិយាយថាមិនបាច់រំខាននាងទេដោយប្រាអានដែលជាអ្នកបម្រើនឹងទៅមើលវិញបន្ទាប់មកក៏ចាប់នាងអង្គុយចុះដោយនិយាយថាដៃរបស់នាងតិចណាគាត់ចង់ទៅយកស្រាឲ្យនាងផឹកធ្លាកាសដែរម្ចាស់ផ្ទះសំណាក់ទៅយកស្រានាងចង់ចាក់ចេញទៅហើយស្រាប់តែមានសម្លេងបរិះម្នាក់ស្រែកហៅលើកស្រាទៀតពេលដែលនាងមើលទៅឃើញថាម្នាក់នោះគឺជានិស្សិតដែលនាងចង់តាមរកពួកឯនាងនឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯម្ចាស់ផ្ទះសំណាក់នេះវិញនាងបានដាក់អ្វីទេចូលទៅក្នុងស្រាមើលទៅដូចជាមិនរឿងអ្វីល្អនោះដែរនៅខាងក្រៅស៊ីនមីចង់នាំខាងជូចាក់ចេញទៅជាមួយគ្នាតែគេនឹងមិនព្រមទៅតទៅសោះរហូតដល់ម្ចាស់ផ្ទះសំណាក់នឹងត្រឡប់ទៅវិញទើបនាងនឹងទៅអង្គុយកន្លែងដើមតែគេមានការសង្ស័យអីអញ្ចឹងណាម្ចាស់ហាងក៏បានចាក់ស្រាល្អរបស់ខ្លួនហុចទៅឲ្យខាងជូជាមួយនឹងស៊ីនមីដែលបង្ខំឲ្យនាងផឹកទៅវាគ្រាន់តែជាស្រាកម្ដៅរាងកាយមិនធ្វើឲ្យនាងស្វឹងនោះឡើយស៊ីនមីនាងអត់ចង់ផឹកនោះទេព្រោះនាងនឹងបានឃើញយ៉ាងច្បាស់ថានៅក្នុងចានមានសត្វក្អែបតែខាងជូគេមើលអត់ឃើញគេក៏បានលើកផឹកយ៉ាងឆ្ងាញ់ម្ចាស់ហាងក៏នៅតែបង្ខំឲ្យនាងផឹកសំណាងល្អមានបរិះម្នាក់គេដេកនៅលើធ្នើស្រាបបានចុះមកខាងក្រោមនិយាយថាពួកអ្នកទាំងពីរនឹងបានរំខានដំណេករបស់គេឯងម្ចាស់ហាងដឹងថាមនុស្សម្នាក់នេះមិនធម្មតានោះឡើយព្យាយាមនិយាយថាប្រសិនបើគេចង់សម្រាប់ឲ្យគេឡើងទៅសម្រាប់ខាងលើទៅតែបើសិនបើចង់ចេញទៅក្រៅនាងក៏មានអាវភ្លៀងសម្រាប់គេដែរគេមិនគួរមកដេកទីនេះដោយចង់បង្កបញ្ហាអីអញ្ចឹងណាដោយបរិះម្នាក់នោះគេមានឈ្មោះថាមីសានជីនគឺជាម្ចាស់ដើរច្រេះហើយក៏ជាអ្នកយាមប្រចាំខេត្តដងជើគេចេញមកប្រាប់អំពីអត្តសញ្ញាណរបស់ខ្លួនឯងជាមន្ត្រីអត់ចូលចិត្តដេកលើគ្រែឬក៏ដើរហាភ្លៀងអីទេគ្រាន់តែចង់ផឹកស្រាប៉ុណ្ណោះនិយាយរួចគេក៏បានក្ត្រាំជើងយកដើរទាញយកស្រាមួយនោះចង់ឲ្យម្ចាស់ហាងស្រីនឹងបំរើផឹកស្រាគេតែម្ចាស់ហាងស្រីមិនហ៊ានផឹកស្រាដែលខ្លួនឯងបានដាក់ក្អែបចូលទៅក្នុងនោះទៅតែនាងបែរជានិយាយធ្វើដោយខ្លួនឯងនឹងជន់រកគ្រោះថាមិនដែលរករឿងទៅកាន់គេនោះទេមិនបានជាគេនឹងចាប់ទុកនាងដូចជាស្ត្រីអញ្ចឹងមិនសានគេក៏មិនបានលាក់អំពីគោលបំណងរបស់ខ្លួនដែលមកទីនេះនោះទេក៏និយាយចាំថាមានអ្នកណាម្នាក់បានរីកាប្រកាន់ខេត្តរបស់គេនៅទីនេះមានការលេបប្តីរបស់ខ្លួនអីអញ្ចឹងណាគេត្រូវចាប់ម្នាក់នោះដើម្បីទទួលយករង្វាន់ខ្លាចតែនាងមិនអាចគេចផុតអំពីគ្រោះនៅលើកនេះបាននោះទេលើកបែបនេះតកែស្រីពិតជាខឹងយ៉ាងខ្លាំងនិយាយថាគេមករកស្លាប់ហើយដោយបញ្ចេញកញ្ចក់ដ៏មុតស្រួយរបស់ខ្លួនវាបហាទៅកាន់គេភ្លាមម៉ៃសានក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធមួយនេះធ្វើឲ្យចំហាយនៃថាអំពររបស់អ្នកទាំងពីរធ្វើឲ្យសម្ភារៈនៅក្នុងហាងមួយនោះបែកតិចទីអស់ម៉ៃសានក៏បារម្ភអំពីអ្នកប្រមឹកដែលនៅជិតនោះក៏ឲ្យស៊ីនមីនឹងនាំគេចាក់ចេញទៅតែមានបានចេញណាអ្នកទាំងអស់គ្នាត្រូវបានតកែហាងស្រីនឹងប្រើវិជាសិលរបស់ខ្លួនដាក់ទៅលើទ្វារមិនឲ្យគេចាក់ចេញទៅឡើយអ្នកទាំងពីរបន្តប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញខ្លាំងមែនទែនមានឱកាសម៉ៃសានក៏បានប្រើដៃរបស់ខ្លួនចាក់ទៅលើតកែស្រីឲ្យធ្លាក់ចុះមកខាងក្រោមគេគិតថារឿងមួយនេះត្រូវបានបញ្ចប់ហើយមនុស្សស្មានថាតកែស្រីម្នាក់នោះមិនមែនជាមនុស្សធម្មតាដែលវឹកហាត់វិជាសិលនោះទេនាងគឺជាបិសាចក្អែបដែលបន្លំខ្លួនធ្វើជាម្ចាស់ហាងដើម្បីស៊ីមនុស្សតែគេក៏មិនខ្លាចរអាជាមួយវានោះដែរថែមទាំងចង់កាត់ក្បាលរបស់វាទៀតផងទីមីឃើញបែបនេះក៏បានប្រើប្រាស់យុទ្ធសាស្ត្របង្វែរធាតុទាំង5អូសទាញធម្មពលយីនទៅលើដៃរបស់ម៉ៃសានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងមនុស្សស្មានថានាងនឹងក៏ជាអ្នកវឹកហាត់តតែសោះរំពេចនោះបិសាចក្អែបក៏បានប្រើមកចូលពឹសរបស់ខ្លួនបាញ់ទៅលើអ្នកទាំងពីរទៅពួកគេបញ្ញាកិច្ចខ្លួនបន្ទាប់មកម៉ៃសានក៏បានប្រើប្រាស់ដៃរបស់គេរុំពាត់ពេះពេញបិសាចក្អែបរុំជាមួយនឹងជំហានជើងដ៏រហ័សចាប់យកដៃមួយនោះកាប់ទៅលើបិសាចក្អែបតែម្ដងធ្វើឲ្យវាស្លាប់ភ្លាមរលាយខ្លួននៅទីនោះអំណាចនៃការបំភាន់របស់បិសាចក្អែបក៏រលាយដូចគ្នាបណ្ដាលឲ្យផ្ទះសំណាក់មួយនោះប្រែទៅជាទ្រុឌទ្រោមម៉ៃសានគេសោកស្ដាយខ្លាំងមែនទែនដែលមិនអាចយកក្បាលបិសាចក្អែបមួយនោះទៅទទួលរង្វាន់បានត្រឹមតែស្នៀតសក់មួយនេះតែប៉ុណ្ណោះទីម៉ៃពិតជាសង្ស័យទៅលើអត្តសញ្ញាណរបស់គេខ្លាំងមែនទែនតាមការស្លៀកពាក់របស់គេមិនមែនជាមន្ត្រីរាជការហើយមកចាប់អ្នកទោសដើម្បីទទួលយករង្វាន់ទៀតតើគេនឹងពិតជាមន្ត្រីមែនអត់ទៅគេបង្ហាញអំពីផ្លាកសម្គាល់ខ្លួនដែលបញ្ជាក់ថាគេនឹងពិតជាមន្ត្រីតែក៏កើតទៅសារអំពីភាពក្លាហានរបស់នាងដែរត្រឹមអ្នកវឹកហាត់មធ្យមសោះហ៊ានចូលមកក្នុងផ្ទះសំណាក់មួយនេះទោះស្រីគេបានប្រាប់វិញថាគេនឹងគាត់ទៅចូលជ្រកកោនប៉ុណ្ណោះម៉ៃសាណាក៏បញ្ញាដកពាក្យសម្ដីរបស់ខ្លួនឯងមកវិញថាមិនមែនក្លាហាននោះទេគឺជាការឆោតងងពួកឯងនឹងពិតជាខឹងជាមួយគេយ៉ាងខ្លាំងតែក៏ព្យាយាមលើកកំហឹងរបស់ខ្លួនដោយនិយាយអរគុណទៅកាន់គេដែលបានជួយសង្គ្រោះបែរជាម៉ៃសាណាចង់បដូរពាក្យអរគុណរបស់នាងទៅជាប្រាក់ព្រោះគេនឹងបានធ្វើដំណើរឆ្ងាយណាស់មកដល់ទីនេះឡើងរហែកស្បែកជើងអស់ហើយអត់មានប្រាក់នោះទេតែតួស្រីនាងមិនមានប្រាក់ទៅបើលោកគ្រូរបស់នាងឲ្យតែបន្តិចហ្នឹងពួកឯគេអស់សង្ឃឹមយ៉ាងខ្លាំងរំពេចនោះអានដែលជាអ្នកបម្រើក៏បញ្ញាចូលមកខាងក្នុងរាយការណ៍ទៅប្រាប់ម្ចាស់ស្រីថាគេនឹងបាត់ដាក់ស្មៅសេះរួចហើយតែឃើញសភាពខ្លាចទៅជាធម្មតាវិញគេដឹងថាម្ចាស់ស្រីបានស្លាប់ហើយចង់រត់គេចតែក៏ត្រូវបានមីសានប្រើដៃរបស់គេធ្វើឲ្យនាងនឹងខ្លាចទៅជារូបរាងដើមដោយមានកំណត់ចង់យកកុំបិសាចទុនសាយមួយនោះយកមកធ្វើម្ហូបដែលប្រាក់ឲ្យតួស្រីនឹងទៅបង្កើតភ្លើងដើមទឹកតែសិនមីបែរជាដោះលែងកុំបិសាចទុនសាយ
យមួយនោះថាវាគ្មានគ្រោះថ្នាក់ដល់មនុស្សឡើយបិសាចក៏ដូចជាមនុស្សមានល្អមានអាក្រក់អីអញ្ចឹងទៅបែបតែមីសានហួសចិត្តជាមួយនាងក៏ដោយតែគេក៏មិនបាច់តវ៉ាអីនោះដែរគាត់ណាចង់ឲ្យនាងនឹងប៉ះស្បែកជើងឲ្យគេតែប៉ុណ្ណោះតែតួស្រីនាងអត់ចេះនោះទេតែធ្វើឲ្យគេនឹងកាន់តែភ្ញាក់ផ្អើលមិនបានជានាងអត់ចេះអីទាំងអស់ឲ្យដើរតែម្នាក់ឯងអញ្ចឹងស៊ីនមីក៏សួរទៅកាន់គេវិញម្ដងធ្វើឲ្យគេនឹងកាន់តែភ្ញាក់ផ្អើលស្មានតែស៊ីនមីនឹងស្គាល់អំពីគេឈ្មោះល្បីល្បាញរបស់ខ្លួនទៅគេប្រាប់តែម្ដងទៅថាខ្លួនបានចូលចំណាក់ថ្នាក់លេខ2នៅក្នុងបញ្ជីពិភពគុណដែលមានអ្នកស្គាល់ថាជាព្រះអង្គម្ចាស់នៃដាវច្រេះមិនថាម្នាក់នោះគឺជាមនុស្សឬក៏បិសាចនោះទេក្នុងបំណងនៃការវឹកហាត់វិជាគុណរបស់គេឲ្យតែធ្វើខុសដាវទេវតារបស់គេគ្មានបណ្ណៃនោះឡើយសូម្បីតែអ្នកមកពីបៈអមតៈក៏នឹងត្រូវខ្លាចទៅជាគូប្រកួតប្រជែងរបស់គេដែរស៊ីនមីគេមិនមកកជាមួយនឹងពីអំនួតរបស់គេនោះទេរំពេចនោះທາງយូក៏បានក្អួតចេញក្អែបទៅនៅក្នុងពោះដែលធ្វើឲ្យគេនឹងពិតជាមានអារម្មណ៍ថាធូរស្រាលយ៉ាងខ្លាំងមីសានឃើញທາງយូដូចជាមុខសញ្ញាមួយទៀតអញ្ចឹងក៏បានសួរទៅកាន់គេថាគេនឹងមានប្រាក់ដែរក៏អត់ទើបທາងយូនឹងបញ្ញាមើលបង្វេចរបស់ខ្លួនថាប្រាក់នៅទីនេះដដែលអារម្មណ៍របស់គេធូរស្រាលបន្តិចហើយសាប់តែទៅមីសាននឹងនិយាយថាគេទៅរាជធានីមែនទេវាមានគ្រោះថ្នាក់ខ្លាំងណាស់មានត្រូវការអ្នកការពារអត់តែທາងយូបានបដិសេធថាគេនឹងគ្រាន់តែទៅរាជធានីដើម្បីប្រឡងអធិរាជប្រាក់ធ្វើដំណើរគប់គុំបានតែគេម្នាក់ប៉ុណ្ណោះធ្វើឲ្យមីសាននឹងគេអស់សង្ឃឹមយ៉ាងខ្លាំងតែក៏កលៃឈើញបីជើងរបស់ທາງលូធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងរហូតធ្វើឲ្យທາງលូនឹងគេទិញអាយយកមកបិទខ្លាចគេយករបស់ខ្លួនទៅមីសានឲ្យគេសម្រាកទៅក្រោយមកທາងលូបានអរគុណទៅកាន់ស៊ីនមីម្ដងទៀតតែស៊ីនមីនឹងក៏បាននិយាយប្រាប់គេថាខ្លួននឹងបានជួបគេម្ដងហើយនៅក្នុងហាងអាហារគាត់នៅគ្មានឱកាសប៉ុណ្ណោះហើយនាងក៏មិនលាក់បាំងអ្វីនោះដែរគឺនាងចង់សួរគេអំពីរឿងរបស់ព្រះអង្គម្ចាស់លោកខាងគេដឹងអំពីរឿងនេះច្រើនអីអញ្ចឹងណាខាងយូក៏សួរអំពីអារម្មណ៍របស់នាងចំពោះស្រុកវ័យទៅនាងឆ្លើយថានាងទៅវិលចូលស្រុកវ័យរយៈពេល2-3ថ្ងៃប៉ុណ្ណោះដូចជាមិនសូវមានភាពរីកចម្រើនអីណាស់នោះទេទៅគេនិយាយអំពីស្ថានភាពទឹកចំនួនដែលបណ្ដាលឲ្យខេត្តផ្សេងៗនឹងត្រូវបានលិចលង់ប្រជារាស្ត្រដែលនៅក្នុងខេត្តផ្សេងៗអស់ទាំងនោះត្រូវបានរងការខូចខាតនិងស្លាប់ជាច្រើនតែចំពោះស្រុកវ័យវិញមិនសូវរងការខូចខាតនោះទេស៊ីនម៉ៃក៏សួរបញ្ជាក់រឿងមួយក៏ទឹកចំនួននៅស្រុកវ័យនឹងវិតិចតួចតែគេបែរជានិយាយថាស្រុកវ័យគឺជាតំបន់ទំនាបដែលមានការគ្រោះថ្នាក់ហើយទឹកចំនួនច្រើនជាងខេត្តផ្សេងៗទាំងអស់បានជាមិនមានគ្រោះថ្នាក់ដល់ប្រជាជននោះគឺដោយសារតែព្រះអង្គម្ចាស់លោកនឹងឯងក៏បានមកដល់ស្រុកវ័យធ្វើការអស់ពីកម្លាំងកាយដែលបង្កើតជាទំនប់ទឹកនៅពេលដែលមានទឹកចំនួនខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីឲ្យប្រជាជននឹងរក្សាស្ថានភាពនៅដដែលទីមីក៏សួរអំពីរឿងដំឡើងថ្លៃស្រូវវិញម្ដងទើបທາងលូនឹងនិយាយបន្ថែមទៀតថារឿងមួយនោះក៏ជាការពិតដែរបន្ទាប់ពីខេត្តទាំង9បានប្រមូលផ្ដុំគ្នាហាមឃាត់ឈ្មួញស្រូវមិនឲ្យឡើងថ្លៃនៅក្នុងខេត្តវ័យមានផ្ទុកស្បៀងជាច្រើនដែលមិនអាចលក់ចេញបានឡើយតែព្រះអង្គម្ចាស់លោកអាចដំឡើងថ្លៃរបស់វាដែលមិនធ្វើឲ្យប្រជាជនរបស់ខ្លួនគ្មានការហូបចុកនោះទេចំណែករឿងឈ្មួញអង្គនោះវិញតាមខេត្តផ្សេងៗបានប្រកាសថាមិនឲ្យលក់ឡើងថ្លៃតែឈ្មួញក៏គ្មានអង្គពុកគន់សម្រាប់លក់ចេញបណ្ដាលឲ្យប្រជាជនទាំងអស់នឹងត្រូវបានដាច់ពោះស្លាប់ស្របពេលដែលស្រុកវ័យអត់ទាន់ខ្វះស្បៀងនោះទេទើបឈ្មួញទាំងអស់នឹងសម្រុកទៅកាន់ស្រុកវ័យប្រជាជននៅក្នុងស្រុកវ័យនឹងក៏ចាប់ផ្ដើមខ្វះស្បៀងម្ដងបន្តិចមិនដល់រយៈពេល2ខែផងប្រជាជនទាំងអស់ក៏ចាប់ផ្ដើមជួយវិបត្តិស្រេកឃ្លានដូចគ្នាព្រះអង្គម្ចាស់ព្យាយាមដំឡើងថ្លៃស្រូវរហូតដល់មានទស្សនវិជ្ជាបែបនេះឯងចំណែកឯខាងរាជការក៏នៅមើលឃើញថាប្រជាជននៅទីនោះមានការស្រេកឃ្លានក៏ដាក់បន្ទុកទៅលើព្រះអង្គម្ចាស់វ័យគេក៏មិននឹកស្មានដែរថាការកាត់ទោសមួយនេះវារហ័សហើយខុសខើដល់ថ្នាក់នឹងដូចជាមិនធ្វើតាមបែបបទនៃជំហាននីមួយៗរបស់រាជធានីសោះស៊ីនមីក៏សួរបន្ថែមប្រសិនបើគេដឹងអំពីការពិតបែបនេះហេតុអ្វីបានជាមិនប្តឹងឧទ្ធរទៅតែគេបែរជានិយាយថាវាគ្មានប្រយោជន៍នោះទេបានត្រឹមតែជាប្រប៉ែទទួលទោសប៉ុណ្ណោះព្រោះខេត្តទាំង9បានខົບខិតគ្នាទៅសេសភៅប្តឹងទៅហើយគេពិតជាអស់សង្ឃឹមខ្លាំងមែនតែមិនដឹងថាអ្នកណាអាចជួយរកយុត្តិធម៌ឲ្យទៅកាន់ព្រះអង្គម្ចាស់លោកបាននោះទេទោះស្រីលើបែបនេះក៏មិនអាចទ្រាំបានអំពីភាពអយុត្តិធម៌របស់ព្រះអង្គម្ចាស់លោកដែរក្នុងយប់នោះនាងដេកមិនលក់តតែសោះនឹកឃើញសម្ដីរបស់ព្រះអង្គម្ចាស់លោកបើទោះបីជាក្រុងនឹងមិនអាចនាងលោកដែរចំពោះរឿងនេះក៏នាងមិនអាចធ្វើបានដែរទោះតែយកខ្សែបំបោទៅកាន់ស្រុកវ័យចង់ជួយព្រះអង្គម្ចាស់លោកនាងព្យាយាមធ្វើដំណើរទាំងយប់ទាំងថ្ងៃបើទោះបីជាត្រូវរបួសក៏នាងនៅតែតស៊ូទៅឲ្យដល់ស្រុកវ័យចំណែកឯនៅខាងស្រុកវ័យឯនេះវិញវាក៏ដល់ពេលវេលាដែលព្រះអង្គម្ចាស់លោកត្រូវបានគេប្រហារជីវិតមនុស្សគ្រប់គ្នាបញ្ញាប់ជំរុញឲ្យលោកម្ចាស់សង្ឃនឹងសម្លាប់គាត់ចោលទៅលោកម្ចាស់សង្ឃបញ្ជាឲ្យពេជ្ជឃាតយកកំបិតមកប្រហារទៅលើគេភ្លាមមួយកំបិតដំបងធ្វើឲ្យស៊ីនមីគេឈឺទ្រូងខ្លាំងមែនទែនរហូតស្ទើរតែសន្លប់តែពេលកំបិតមួយនោះដកចេញមកនាងក៏អាចធ្វើដំណើរទៅមុខបន្តទៀតទោះបីជាពេជ្ជឃាតចាក់ទៅលើរាងកាយរបស់លូហួយយ៉ាងណាក៏ដោយក៏គេគ្មានការឈឺចាប់នោះដែរធ្វើឲ្យអ្នកភូមិមកពិតជាកោតសរសើរចំពោះគេយ៉ាងខ្លាំងមិនបានជាគេនឹងទ្រាំបានជាមួយនឹងកំបិតរាប់រយបែបនេះស៊ីនមីមកដល់ទីលានប្រហារជីវិតពីយឺតពេកបាត់ទៅហើយនាងក៏មិនអាចទ្រាំស្ដាប់អំពីភាពអយុត្តិធម៌របស់ព្រះអង្គម្ចាស់លោកបាននោះទេទើបប្រើចិត្តសររបស់ខ្លួនធ្វើឲ្យប្រើដំបងនឹងធ្លាក់ចុះមកចង់ឲ្យអ្នកគ្រប់គ្នាដឹងថាវាគឺជារឿងអយុត្តិធម៌សាកសររបស់ព្រះអង្គម្ចាស់លោកត្រូវបានគេដាក់តម្កល់នៅក្នុងទីនេះ3ថ្ងៃដើម្បីបន្សាបនៃកំហឹងរាអ្នកយាមទាំងពីរគេក៏សង្ស័យបន្តិចដែរថាតើព្រះអង្គម្ចាស់លោកនឹងពិតជារឿងភាពអយុត្តិធម៌មែនទេប៉ុន្តែពួកគេនឹងក៏មិនអាចធ្វើអ្វីបាននោះដែរដោយសារតែវានឹងគឺជាបញ្ជាថ្នាក់លើរំពេចនោះក៏មានមនុស្សម្នាក់បានឆក់យកសាកសពរបស់ព្រះអង្គម្ចាស់លោកទៅធ្វើឲ្យពួកគេទាំងពីរនាក់នឹងពិតជាឆ្ងល់ខ្លាំងមែនទែនថាតើសាកសពមួយនេះវិបត្តិទៅណាទើបសាច់រឿងធ្វើឲ្យយើងដឹងថាអ្នកដែលបានលួចសាកសពរបស់លូហួយមកគឺជាស៊ីនមីនឹងឯងគេយកសាកសពមួយនោះទៅកាប់យ៉ាងមានរបៀបនៅជិតភ្នូសាច់ញាតិរបស់គេដោយសង្ឃឹមថាតួប្រុសនឹងបានសុខនៅក្នុងឋានក្រោមនាងក៏មានការសោកស្ដាយបន្ទាប់ពីដឹងអំពីរឿងអយុត្តិធម៌របស់ទ្រង់ដែលកាលពីដើមមកក្នុងបកអមតៈនាងមិនដែលធ្វើខុសហើយគិតអំពីជីវិតរបស់សត្វលោកឡើយតែពេលនេះនាងបានធ្វើខុសចំពោះច្បាប់បកដែលរៀបការជាមួយគេដែលបង្ខំចង់បកក្រោយវិញក៏វាយឺតពេលដែរតែនាងក៏សន្យាថានឹងសែនឲ្យគេឲ្យបានល្អនិយាយរួចនាងក៏បានដើរចាក់ចេញទៅជាមួយផ្កាដែលគេបានឲ្យតែមានក្មេង2នាក់នឹងបានមកគោរពផ្លាក់ព្រលឹងរបស់ព្រះអង្គម្ចាស់លោកទើបនា
នាងដឹងថាការពិតទៅអ្នកទាំងពីរមិនមែនជាអ្នកសុំទាននោះទេប្រហែលថ្ងៃក្រោយមកសាច់រឿងក៏បានបង្ហាញអំពីឈូយីងគេសុំឈប់ធ្វើជាមន្ត្រីដោយចាក់ចែងពីស្រុកនេះធ្វើឲ្យស្រីៗនៅក្នុងស្រុកវ័យពិតជាសោកស្ដាយចំពោះគេយ៉ាងខ្លាំងតែគេក៏មិនបានចាក់ចែងទៅភ្លាមនោះដែរពួកភារកិច្ចបន្តរបស់គេគឺកោះភ្នូរបស់លូហ៊ុយឲ្យចេញមកវិញតែវាយឺតពេលដល់ទៅ3ថ្ងៃព្រោះគេនឹងរវល់តែជប់លេងឈប់ពីការងារទុកឲ្យលូហ៊ុយនឹងក្រោកឡើងនៅក្នុងមឈូសនឹងឯងពេលនេះទៅយើងដឹងថាការពិតទៅឈូយីងក៏ជាបិសាចដែរបណ្ដាលូហ៊ុយក៏មានអារម្មណ៍ដូចជាសប្បាយចិត្តបន្ទាប់ពីឃើញថាមានបាក់សីកំពុងតែបលែងគ្នាតែរឿងជាបន្តក៏បានបង្ហាញអំពីទៀមតាមផ្លូវដែលមានអ្នកគុណនិយមមួយក្រុមនិយាយអំពីរឿងគ្រួសារវងថាមិនមែនជាកសិករធម្មតានោះទេពួកគេគឺជាអ្នកបណ្ដុះបណ្ដាលប្រលឹងរួចក៏បាននិយាយអំពីការបែងចែកកម្រិតនៅក្នុងបកអមតៈថាវាមាន10ដែលកម្រិតទាបបំផុតគឺស្ថិតនៅក្នុងការបណ្ដុះបណ្ដាលឈីរហូតដល់ដំណាក់កាលចុងក្រោយឆ្លងកាត់ទុក្ខវេទនាហើយខ្លាចខ្លួនជាព្រះប៉ុន្តែចាប់តាំងពីសង្គ្រាមជាមួយនឹងស្ដេចបិសាចបណ្ដាលឲ្យកម្មចន្ទាឋានសួគ៌ត្រូវបានរលាយហើយពរវិញ្ញាណរបស់គេនឹងក៏ត្រូវបានខ្វះខាតមិននិយាយពីកម្រិតទី9ទី10នោះទេសូម្បីតែកម្រិតទី6ទី7ពួកគេស្ទើរតែមិនអាចវឹកហាត់វាដល់ផងដូច្នេះប្រសិនបើគ្រួសារហងមានអ្នកបណ្ដុះបណ្ដាលប្រលឹងថ្នាក់ទី5នោះពួកគេនឹងអាចគ្រប់គ្រងកន្លែងមួយនេះបានទាំងមូលមិនខ្វល់អំពីពួកយើងទាំងអស់គ្នានោះទេតែគ្រួសារវងបែរជាបដិសេធថាដូនតារបស់គេអត់មានការបណ្ដុះបណ្ដាលដល់នោះឡើយត្រឹមតែជាមនុស្សធម្មតាប៉ុណ្ណោះធ្វើឲ្យពួកគេនឹងពិតជាឆ្ងល់យ៉ាងខ្លាំងយ៉ាងណាមិញបិសាចសង្គ្រាមនឹងត្រូវបានស្លាប់អស់ហើយតកយូហូក៏មិនអាចចុះពីលើភ្នំមានតែបកអមតៈទាំង12ដែលមានអំណាចគ្រប់គ្រងទាំងអស់នេះប្រសិនបើពួកគេបង្ហាញខ្លួនណាសូម្បីតែអត្រាក៏ត្រូវគោរពគេដែរលូហ៊ុយជាមួយនឹងហ៊ូជីនៅទីនោះដូចគ្នាគេបានស្ដាប់ឮទាំងអស់តែក៏ព្យាយាមធ្វើមិនដឹងដោយហ៊ូជីនឹងចង់ឲ្យលូហ៊ុយសាកញ៉ាំបន្តិចទៅធ្វើឲ្យលូហ៊ុយបន្ទោសទៅកាន់គេយ៉ាងខ្លាំងអត់យកពីខ្លួនទេអីរំពេចនោះសត្វតែមានសមាជិកម្នាក់នៅក្នុងក្រុមមួយនោះឃើញមុខរបស់លូហ៊ុយហើយគេខឹងយ៉ាងខ្លាំងតែក៏មិនដឹងថាបរិះម្នាក់នោះខឹងអំពីរឿងអ្វីដែរទើបសាច់រឿងបង្ហាញអំពីស៊ីនមីវិញម្ដងផ្លូវលើភ្នំមិនអាចទៅបានឡើយព្រោះវាមានដុំថ្មនិងដើមឈើបាក់ស្រុតមើលពជារាជក៏ព្យាយាមសម្អាតផងដែរចំណែកឯស៊ីនមីនាងនៅតែគិតអំពីរឿងមង្គលការជាមួយនឹងព្រះអម្ចាស់លូស្របពេលដែលអ្នកភូមិបាននិយាយអំពីភាពអយុត្តិធម៌របស់ព្រះអម្ចាស់លូដែលត្រូវមន្ត្រីនឹងកាត់ទោសលឿនពេកមិនធ្វើការស៊ើបតាមដំណាក់កាលនីមួយៗអីចឹងណាធ្វើឲ្យតួស្រីនឹងគេកាន់តែមានឆន្ទៈឡើងទ្វេដងថារឿងមួយនេះមិនត្រូវបញ្ចប់ត្រឹមនេះឡើយអ្នកភូមិឃើញនាងក៏ចង់ឲ្យនាងវាងចំពោះផ្លូវនេះខ្លាចវាមានគ្រោះថ្នាក់តែនាងបែរជាប្រើវិជាសិទ្ធិរបស់ខ្លួនបំបែកកំណត់ឈើអស់ទាំងនោះឲ្យសួរទៅកាន់អ្នកភូមិថាផ្លូវមួយណាទៅកាន់រាជធានីទើបសាច់រឿងរបស់យើងត្រូវបានចប់តែត្រឹមនេះឯងអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ